សួស្តីបងប្អូនទាំងអស់គ្នាក្នុងវីដេអូនេះមានដំណឹងថ្មីក្តៅចែកតម្លែងទៅបងប្អូនទាំងអស់គ្នាតាក់ទងទៅនឹង Google AdSense គឺអាចឲ្យយើងធ្វើការ verify ជាមួយនឹងតាក់ញិតបានហើយជាមួយនឹងថតជាមួយនឹងមុខរបស់យើងដើម្បីធ្វើការបើកលុយបានហើយគម្រោងថ្មីហើយជាការអាប់ដេតថ្មីរបស់ក្រុមហ៊ុន Google AdSense ដោយគម្រោងចាស់គឺយើងត្រូវការ verify ជាមួយនឹងតាក់ញិតបានហើយនឹងស្នើសុំជាមួយនឹង PIN code ទើបអាចបើកលុយចេញពី Google AdSense បានប៉ុន្តែគម្រោងចាស់ហ្នឹងគឺមួយចំនួនក៏ពិបាកមួយចំនួនទៀតគឺក៏ធ្វើបានដោយពេលខ្លះការស្នើសុំ PIN code គឺអត់ទទួលបានជោគជ័យទេអញ្ចឹងណាដែលឡែកការអាប់ដេតថ្មីរបស់ក្រុមហ៊ុន Google AdSense នេះគឺងាយស្រួលបំផុតសម្រាប់ឲ្យបងប្អូនអ្នកគ្នាក្នុងការភ្ជាប់ក្នុងការធ្វើហើយងាយស្រួលក្នុងការបើកលុយពីក្រុមហ៊ុន Google AdSense ទៀតគឺដល់ថ្ងៃដល់ខែគ្រប់$100បាញ់ចូលមកហ្នឹងហើយពេលដែលយើងស្នើសុំនេះគឺឲ្យតាយើងភ្ជាប់ជាមួយតាក់ញៀនបានរបស់យើងហើយយើង verify ជាមួយមុខរបស់យើងគឺទទួលបានជោគជ័យយើងបើកលុយតែម្ដងអញ្ចឹងការ update ថ្មីនេះគឺស្រួលសម្រាប់បងប្អូនទាំងអស់គ្នាហើយក៏ជាជំរឿនល្អសម្រាប់បងប្អូនទាំងអស់គ្នាផងដែរអញ្ចឹងបងប្អូនទាំងគ្នាដើម្បីធ្វើការឆែកមើលបានបងប្អូនទាំងអស់គ្នា log in ចូលទៅក្នុង Google AdSense របស់បងប្អូនតទៅមកបងប្អូនចុចមកកន្លែង payment មកតទៅមកគឺបងប្អូននឹងឃើញវានឹងផ្ញើសារឲ្យយើងឬក៏វានឹងបង្ហាញព័ត៌មាននៅផ្នែកខាងលើដែរថាឲ្យយើងធ្វើការ verify ឬក៏ធ្វើការភ្ជាប់ជាមួយនឹងតាក់ញៀនបានរបស់យើងនឹងអញ្ចឹងបងប្អូនអរគ្នាពេលអញ្ចឹងបងប្អូននឹងឃើញតម្រងបែបនេះណាពេលចូល Google AdSense មកតម្រងបែបនេះគឺវាមានពីរជម្រើសសម្រាប់ឲ្យបងប្អូនធ្វើការជ្រើសរើសទី1គឺ verify now ហើយទី2គឺ use ID and mail pin verification គឺមានន័យថាគម្រោងទី1 verify now គឺជាគម្រោងថ្មីដែលក្រុមហ៊ុន Google AdSense ទើប update ហ្នឹងហើយទី2ហ្នឹងគឺជាគម្រោងចាស់ទេដែលយើងត្រូវការភ្ជាប់ជាមួយ PIN code ហ្នឹងហើយតើតែគ្រប់$10ទើបអាចស្នាប់ PIN code បានហើយតើតែភ្ជាប់ PIN code បានទើបអាចដកលុយបានបើយ៉ាងទេមានលុយប្រហែលក៏ដកលុយអត់បានដែរហ្នឹងហើយយើងខំរជាមួយ YouTube បែរជាដកលុយអត់បានក៏ថាបានដែរហ្នឹងហើយអូខេអញ្ចឹងកុំឲ្យស្មុគស្មាញខ្ញុំចង់ឲ្យបងប្អូនអរគ្នាបើសិនបើមានការអាប់ដេតថ្មីជាមួយក្រុមហ៊ុន Google AdSense នេះហើយបងប្អូនចុច verify now នឹងបងគឺងាយស្រួលបងប្អូនងាយស្រួលអញ្ចឹងខ្ញុំនឹងបញ្យល់លម្អិតតកតងទៅនឹងការភ្ជាប់ការធ្វើទៅបងប្អូនថ្មីទាំងអស់គ្នាហ្នឹងហើយបងប្អូនចុច verify now តមកវាចេញតម្រងបែបនេះគឺបងប្អូនចុច continue ណាកន្លែងនេះយើងចុច continue មកបន្តមកដល់ត្រង់ចំណុចនេះជាកន្លែងមួយដែលយើងចាប់ផ្ដើមឲ្យយើងរៀបចំឯកសារគេប្រាប់យើងរៀបចំឯកសារដូចជា passport ដូចជាឯកសារមួយចំនួនដូចជាតាក់ញៀនបានហ្នឹងដើម្បីត្រៀមលក្ខណៈដើម្បីធ្វើការភ្ជាប់ហ្នឹងហើយអញ្ចឹងចំណុចបន្ទាប់បងប្អូនធ្វើការចុច being verifying ណាចុចកន្លែងបតុងពណ៌ខៀវនៅខាងក្រោមនឹងមកបន្តមកកន្លែងនេះជាកន្លែងមួយសម្រាប់ពីសួរយើងទេថាតើយើងយកជំរើសមួយណាអញ្ចឹងបងប្អូនយកកណ្ដាលគេ allow this time ដើម្បីធ្វើការចាប់ផ្ដើមដំណើរការណាហ្នឹងហើយអញ្ចឹងបងប្អូនចុច allow this time នេះមកហ្នឹងហើយបន្ទាប់មកបងប្អូនទាំងអស់គ្នាកន្លែងនេះជាកន្លែងសម្រាប់ធ្វើការបញ្ជាក់តាក់ទងទៅនឹងគេជូនព័ត៌មានតាក់ទងទៅនឹងការថតជាមួយនឹងរូប National ID ឬមានន័យថាការថតជាមួយតាក់ញៀនបានហ្នឹងគឺជាកន្លែងមួយសម្រាប់ច្បាស់ថ្លាស្អាតហើយនៅផ្នែកខាងមុខណានៅផ្នែកខាងមុខគឺយើងយកតែមុខផ្នែកខាងមុខមួយទេហើយខ្ញុំសូមបញ្ជាក់គឺយើងត្រូវការថតជាមួយតាក់ញៀនបានរបស់យើងគឺកន្លែងមានពន្លឺច្បាស់ថ្លាស្អាតល្អ background កុំឲ្យឆ្លោះជាមួយនឹងតាក់ញៀនបានរបស់យើងអាចប្រើជាមួយ background ពណ៌សឬក៏ពណ៌ប្រផេះឬក៏ពណ៌ខ្មៅតិចតួចអញ្ចឹងទៅកុំពណ៌លឿងពណ៌ក្រហមពណ៌ខៀវអីវាអាចនឹងមានការចាំងពន្លឺចាំងពណ៌ធ្វើឲ្យថតទៅអត់ច្បាស់អត់ស្អាតយើងស្នើសុំអត់បានអញ្ចឹងនេះគេបញ្ជាក់របស់យើងហើយណាអញ្ចឹងបន្តមកគឺបងប្អូនទាំងអស់គ្នាចុចមកកន្លែងបតុងពណ៌ខៀវរូបកាមេរ៉ានឹងមកបន្តមកបងប្អូនទាំងអស់គ្នានឹងចុចមកត្រង់ចំណុចនេះគឺជាកន្លែងមួយសម្រាប់ឲ្យយើងធ្វើការជ្រើសរើសតើយើងយកជំរើសមួយណាជាទូទៅគឺសម្រាប់នៅស្រុកខ្មែរយើងប្រើជាមួយតាក់ញៀនបានដល់ឡែកនៅស្រុកគេប្រើមួយ passport អញ្ចឹងគេឲ្យពីរជំរើសទី1យើងភ្ជាប់ជាមួយតាក់ញៀនបានជំរើសទី2គឺយើងភ្ជាប់ជាមួយនឹង passport អញ្ចឹងបងប្អូនប្រើមួយណាក៏បានដែរដល់ឡែកយើងអត់មាន passport ទេបងប្អូនមួយចំនួនគឺអត់មានទេហ្នឹងហើយឬក៏បងប្អូនមានដែរចង់ប្រើក៏ថាប្រើទៅអត់ជាបញ្ហាទេអញ្ចឹងយើងប្រើតាក់ញៀនបានទៅយើងប្រើមានគ្រប់គ្នាហើយណាអញ្ចឹងតាក់ញៀនបានខ្ញុំសូមបញ្ជាក់គឺជាតាក់ញៀនបានស៊ីនអត់មានមែនជាតាក់ញៀនបាន copy អត់ច្បាស់ color អីដិតដានអីណាអត់ព្រាវអីអត់បានទេណាធ្វើម៉េចភ្លឹងស្អាតមកណាដើម្បីភ្ជាប់ទៅគឺយើងភ្ជាប់ម្ដងគឺឲ្យបានមកខ្ញុំអត់ចង់ឲ្យបងប្អូនទាំងអស់គ្នា
ចំណាយពេលអាហ្នឹង2 3ដងនាំឲ្យមានបញ្ហាទៅលើ Google Adsense ហើយជួនកាលបងប្អូនមួយចំនួនគេថាអត់អីថតទៅដល់ពេលហើយអត់បានអញ្ចឹងយើងស្នើសុំម្ដងទៀតអត់បានស្នើសុំម្ដងទៀតអញ្ចឹងធ្វើឲ្យយើងខាតពេលហើយជួនកាល Google Adsense របស់យើងខូចទៀតអញ្ចឹងធ្វើឲ្យយើងមានបញ្ហាតែម្ដងអញ្ចឹងខ្ញុំអត់ចង់ឲ្យបងប្អូនមានបញ្ហាទេខ្ញុំចង់ឲ្យបងប្អូនរៀបចំឲ្យស្អាតឲ្យភ្លឹងឯកសារមួយចំនួនដែលយើងត្រូវការភ្ជាប់ហ្នឹងគឺរៀបចំឲ្យ perfect តែម្ដងអូខេអញ្ចឹងជាជំរើសល្អគឺយើងប្រើជាមួយនឹងចំណុចទី1គឺ National ID បងប្អូនយកចំណុចទី1ដើម្បីភ្ជាប់ជាមួយតាក់ញៀនបានចំណុចបន្ទាប់មួយទៀតគឺយើងធ្វើការជ្រើសរើសប្រទេសត្រង់ចំណុចនេះគឺប្រទេសកម្ពុជារបស់យើងគឺយើងដំណើរការ 100% ហើយនៅការរកលុយជាមួយ YouTube ឬក៏ការដកលុយចេញពី Google Adsense មកកុងធនាគារខ្មែររបស់យើងដែលយើងប្រើជាមួយនឹង APA ឬក៏ AC Lida ហ្នឹងអញ្ចឹងយើងមិនបាច់ជ្រើសរើសប្រទេសណាទៀតនាំតែស្មុគស្មាញឬក៏មិនបាច់ខ្វល់ខ្វាយច្រើនទេមានបងប្អូនយើងមួយចំនួននៅតែមានមតិសង្ស័យថាខ្មែរយើងនៅអាចរកលុយបានពេញលេញអត់ត្រូវការកម្មវិធីជំនួយអត់ត្រូវចេះមួយចេះពីរកំណត់ប្រទេសណាណីអត់អញ្ចឹងមិនបាច់ទេនៅស្រុកខ្មែរយើងគឺ 100% នៅការរកលុយជាមួយ YouTube 100% នឹងការដកលុយចេញពី Google Adsense បាញ់មកចូលកុងធនាគាររបស់យើងមកឲ្យតែគ្រប់$100ហើយឲ្យតែយើងភ្ជាប់ជាមួយនឹង PIN code រួចរាល់ហើយភ្ជាប់ជាមួយការអាប់ដេតថ្មីរបស់ក្រុមហ៊ុន Google Adsense ជូនដំណឹងរបស់យើងនេះដែលយើងភ្ជាប់ជាមួយតាក់ញៀនបានហើយមុខយើងនេះគឺដឹងតែដល់ថ្ងៃដល់ខែតម្លាក់លុយចូលកុងធនាគាររបស់យើងតែម្ដងអូខេអញ្ចឹងយើងចាប់ផ្ដើមចុចមកគឺបងប្អូនចុចមកកន្លែង select បន្ទាប់មកត្រង់ចំណុចនេះជាកន្លែងសម្រាប់ឲ្យយើងធ្វើការថតជាមួយនឹងតាក់ញៀនបានរបស់យើងហើយគឺបងប្អូនអរគ្នានឹងឃើញជ្រុង4ជ្រុងស4ជ្រុងហ្នឹងអញ្ចឹងបងប្អូនអរគ្នាយកតាក់ញៀនបានរបស់យើងមកដាក់នៅចំ4ជ្រុងនឹងអញ្ចឹងតែម្ដងគឺមានន័យថាយើងយកកាមេរ៉ារបស់យើងគឺថតពីលើអញ្ចឹងណាថតពីលើអញ្ចឹងមកយើងប្រើជាមួយទូរស័ព្ទដៃហ្នឹងយើងថតនៅចំពីលើធ្វើម៉េចឲ្យមានពលឺភ្លឺថ្លាស្អាតណាថ្លាស្អាតហើយអត់ឲ្យមានអីបាំងទេអត់មានអីចាំងអត់មានអីសម្ោអត់មានថតវាចថតអីទេគឺមិនថតឲ្យភ្លឹងឲ្យស្អាតឲ្យចំ4ជ្រុងដែលគេបានកំណត់ហ្នឹងអញ្ចឹងណាហើយខ្ញុំសូមបញ្ជាក់គឺយើងប្រើជាមួយទូរស័ព្ទដៃទេគឺយើង verify ជាមួយទូរស័ព្ទដៃគឺយើងអត់ប្រើជាមួយ computer ទេហ្នឹងហើយគឺវាទាមទារយើងប្រើជាមួយទូរស័ព្ទដៃអញ្ចឹងបងប្អូនធ្វើយ៉ាងណាឲ្យភ្លឹងឲ្យស្អាតហើយ background ឲ្យពណ៌ប្រផេះពណ៌សឬក៏ពណ៌ទ្រង់កម្ៅអីតិចតួចហ្នឹងទៅកុំពណ៌លឿងពណ៌ក្រហមពណ៌ខៀវពណ៌អីហ្នឹងតែចាំងពលឺទេអញ្ចឹងពីខ្លះចាំងពលឺទេថតដល់ស្អាតអញ្ចឹងយើងអត់ទទួលបានជោគជ័យទេគឺវាឲ្យយើងថតម្ដងទៀតហើយអញ្ចឹងខ្ញុំអត់ចង់ឲ្យបងប្អូនឆ្លោះធ្លួយការងារប៉ុណ្ណឹងទេគឺរៀបចំឲ្យស្អាតតែម្ដងអញ្ចឹងបន្តមកបើសិនបើយើងដាក់ចំពលឺស្អាតហើយចំ4ជ្រុងនៃគេកំណត់នៃជាមួយតាក់ញៀនបានរបស់យើងហើយគឺបងប្អូនចុច use this photo ឬក៏បើសិនបើបងប្អូនស្ពេចសពើឬក៏ថតទៅញ័រដៃអត់ស្អាតបងប្អូនយក retake photo ថតម្ដងទៀតទៅណាហ្នឹងហើយអូខេអញ្ចឹងយើងចុច use this photo មកចំណុចបន្ទាប់កន្លែងនេះជាកន្លែងសម្រាប់ឲ្យយើងធ្វើការបញ្ជាក់ឬក៏ពិនិត្យមើលថាតើឈ្មោះត្រឹមត្រូវជាមួយតាក់ញៀនបានអត់តើថ្ងៃខែឆ្នាំកំណើតត្រូវអត់ហើយ address គឺយើងធ្វើការបំពេញឲ្យដូចជាមួយតាក់ញៀនបានរបស់យើងឬក៏បងប្អូនអរគ្នាអាចចុចមកកន្លែង or edit address manually នេះគឺមានន័យថាយើងវាយដោយដៃឬក៏បងប្អូនខ្ជិលវាយគឺបងប្អូនចុចតែកន្លែង start typing កន្លែងហ្នឹងមកកន្លែងប្រឡោះខាងលើហ្នឹងគឺវាបំពេញ automatic តែម្ដងហ្នឹងហើយបន្តមកគឺបងប្អូនចុច continue ហើយកន្លែងនេះគឺជាកន្លែងលម្អិតសម្រាប់ធ្វើការបំពេញ menu ដែលធ្វើការបំពេញ address អាស័យដ្ឋានរបស់យើងហ្នឹងហើយអញ្ចឹងចំណុចបន្ទាប់គឺយើងចាប់ផ្ដើមធ្វើការថតមុខហើយគឺយើងមានន័យថាយើងប្រើជាមួយតាក់ញៀនបានយើងថតជាមួយតាក់ញៀនបានហ្នឹងគឺរួចមួយផ្នែកហើយអញ្ចឹងយើងចាប់ផ្ដើម verify ជាមួយមុខរបស់យើងត្រង់ចំណុចនេះខ្ញុំចង់ឲ្យបងប្អូនអរគ្នារកកន្លែងណាដែលមានពន្លឺស្អាតអត់មានសម្ោអត់មានចាំងអត់មានអីទេគឺមានន័យថាផ្ទៃមុខរបស់យើងគឺអត់មានពាក់ mask អត់មានពាក់វ៉ែនតាអត់មានពាក់មូកអត់មានពាក់អីទាំងអស់គឺស្អាតតែម្ដងណាយើងវែកសក់ឲ្យស្អាតហើយសូមបញ្ជាក់ថាការ verify ជាមួយតាក់ញៀនបាននេះគឺបានតែមនុស្សម្នាក់ទេមនុស្សម្នាក់ Google Adsense មួយណាគឺយើងប្រើតែម្នាក់ទេគឺមានន័យថាយើងប្រើមនុស្សហ្នឹងប្រើជាមួយនឹង Google Adsense ហ្នឹងហើយអត់អាចប្រើជាមួយ Google Adsense ផ្សេងទៀតបានទេប្រើមួយទៀតគឺដឹងតែខូចហើយហ្នឹងមានបញ្ហាហើយអញ្ចឹងមនុស្សម្នាក់ Google Adsense មួយតាក់ញៀនបានមួយ Google Adsense មួយហ្នឹងហើយអូខេអញ្ចឹងបងប្អូនអរគ្នាត្រៀមលក្ខណៈរួចរាល់ហើយបងប្អូនចុច get start អញ្ចឹង get start ឡើងហ្នឹងបងប្អូននឹងឃើញកាមេរ៉ាកំពុងមូលមួយណាយើងបងប្អូនអរគ្នាយកមុខរបស់យើងដាក់ចំមុខកាមេរ៉ាហ្នឹងតែម្ដងតមកបងប្អូនងាកទៅឆ្វេងឲ្យចេញពណ៌ខៀវ
ងាកទៅស្ដាំឲ្យចេញពណ៌ខៀវងើយឡើងលើឲ្យចេញពណ៌ខៀវចុះមកក្រោមឲ្យចេញពណ៌ខៀវអញ្ចឹងមានន័យថាពណ៌ខៀវជុំវិញអស់ហើយដឹងតែដាំតែម្ដងដឹងតែជោគជ័យហើយអញ្ចឹងបងប្អូនអរគ្នាធ្វើតាមខ្ញុំនឹងទៅគឺធ្វើម៉េចឲ្យស្អាតកៅអៅមិនខ្វល់កៅអៅគឺពណ៌អីយើងទៅក៏វាធ្វើយកត្រឹមកនេះត្រឹមកយើងនេះណាយើងថតត្រឹមកយើងណាហ្នឹងហើយអញ្ចឹងយើងរកពលឺឲ្យបានស្អាតថតថ្លាអត់មានសមោអត់មានចាំងអត់មានបិទបាំងអីទេដឹងតែទទួលបានជោគជ័យហើយបន្ទាប់ពីយើងថតហើយមានន័យថាវារង្វង់មូលពណ៌ខៀវទាំងអស់ហើយវានឹងចុចដានតែម្ដងមានន័យថា congratulations you done ចឹងមានន័យថាយើងទទួលបានជោគជ័យក្នុងការភ្ជាប់ជាមួយនឹងតញ្ញាណប័ណ្ណរបស់យើងហើយនឹង verify ជាមួយនឹងវីដេអូមុខរបស់យើងរួចរាល់ហើយតោះមកគឺបងប្អូនចុចដានមកអូខេអញ្ចឹងយើងដល់កន្លែង verify location check នេះគឺវាដាក់ថា complete identity verification គឺ complete មានន័យថាយើងទទួលបានជោគជ័យហើយអញ្ចឹងនេះគឺជាជំរើសល្អសម្រាប់បងប្អូនអរគ្នាដែលងាយស្រួលក្នុងការភ្ជាប់ដោយមិនចាំបាច់សាំញ៉ាំទៅស្នាប់ pin code ពីអីទេនាំតែយូរខែយូរឆ្នាំនាំតែមានបញ្ហាជួនកាលអត់បានទៅទៀតអញ្ចឹងធ្វើឲ្យការដកលុយរបស់យើងគឺយឺតយ៉ាវអញ្ចឹងយើងប្រើជំរើសថ្មីនេះគឺល្អសម្រាប់បងប្អូនអរគ្នាភ្ជាប់ហើយឲ្យតែគ្រប់លុយតម្លាក់លុយចូលកង់មកគឺងាយស្រួលមែនតើនេះគឺជាចំណុចមួយល្អហើយជាជំរើសមួយល្អក្នុងការអាប់ដេតរបស់ក្រុមហ៊ុន Google Adsense សម្រាប់បងប្អូនទាំងអស់គ្នាណាហ្នឹងហើយអញ្ចឹងសង្ឃឹមថាបងប្អូនធ្វើបានហើយការធ្វើខ្ញុំសូមបញ្ជាក់អញ្ចឹងគឺខ្ញុំចង់ឲ្យបងប្អូនអរគ្នាចិត្តខ្យងមួយកុំលឿនពេកកុំលក្ខណៈថារៀបចំមិនតាន់រួចរាល់ផងបងប្អូនចាប់ផ្ដើមគឺអាចមានបញ្ហាអញ្ចឹងយើងរៀបចំជាមួយតញ្ញាណប័ណ្ណរបស់យើងឲ្យស្អាតណាបើមានប្រឡាក់កន្លែងណាអីយើងអាចជូតតិចតួចទៅហ្នឹងហើយខ្លួនយើងដែលត្រូវ verify ហ្នឹងគឺយើងត្រូវរៀបចំទីតាំងរបស់យើងមានពលឺស្អាតអត់មានសមោអត់មានចាំងអត់មានពាក់ម៉ាស់អត់មានពាក់មួកអត់មានពាក់វ៉ែនតាអីទេអូខេហ្នឹងគឺសម្រាប់ verify គឺទទួលបានជោគជ័យតែម្ដងអូខេបងប្អូនអរគ្នានេះគឺជាការ update ថ្មីរបស់ក្រុមហ៊ុន Google Adsense សម្រាប់ចែកតម្លៃទៅបងប្អូនអរគ្នាក្នុងការ verify តញ្ញាណប័ណ្ណហើយនឹងផ្ទៃមុខរបស់យើងដើម្បីទទួលលុយពីក្រុមហ៊ុន YouTube បើសិនបើយើងអត់ verify ទេឬក៏យើងអត់ស្នើ pin code ទេក៏យើងអាចដកលុយចេញពីក្រុមហ៊ុន YouTube បានដែរទោះបីយើងរកលុយបានប្រហែលក៏ក្រុមហ៊ុន YouTube ឬក៏ Google Adsense ហ្នឹងអត់បើកលុយឲ្យយើងដែរហ្នឹងហើយអូខេបងប្អូនអរគ្នាអញ្ចឹងវីដេអូនេះមានប៉ុណ្ណឹងចែករំលែកតទៅនឹងការអាប់ដេតរបស់ក្រុមហ៊ុន Google Adsense និងការភ្ជាប់ជាមួយតញ្ញាណប័ណ្ណភ្ជាប់ជាមួយមុខរបស់យើងដើម្បីទទួលលុយពី YouTube សង្ឃឹមថាបងប្អូនយល់សង្ឃឹមថាបងប្អូនចេះធ្វើទាំងអស់គ្នាឬក៏បងប្អូនទទួលបានជោគជ័យទាំងអស់គ្នាក្នុងការភ្ជាប់ជាមួយនឹងគម្រោងថ្មីមួយនេះអូខេអញ្ចឹងមានប៉ុណ្ណឹងចែករំលែកបងប្អូនអរគ្នាអរគុណគ្រប់លាជួបគ្នានៅវីដេអូក្រោយ